ខ្ញុំស្រឡាញ់អូនពីចិនព្រមស្និទ្ធទូបីខ្មៅកង្វល់មិនសូវមានព្រមស្នេហ៍ស្មោះសរគ្រាន់តែសង្ឃឹមថាអូនមិនបែកចិត្តតែថ្ងៃមួយអូនមិនចោលខ្ញុំទៅជាខ្ញុំដែលមានគ្រឿងលើកលៀនចិត្តអូនក្រៅដែលក្លិនប្រសៀងអូនបែកចិត្តដើម្បីសងបណ្ណបអេបាទសួស្តីបងប្អូនអរគ្នានឹងហើយបងប្អូនអរគ្នាបន្ទាប់ពីបានស្ដាប់នៅបទចម្រៀងបន្តិចនៅក្បាលវីដេអូបាញ់មិញតើបងប្អូនយល់ថាបទចម្រៀងមួយបទនេះព្រោះដែរឬទេបាទបើជាខ្ញុំបាទដែលទោះបីជាចូលចិត្តស្ដាប់បទបែបសម័យរៀងចាស់បទចាស់ពីមុនក៏នៅតែយល់ថាបទនេះព្រោះអាចទទួលយកបានបែបយុវវ័យបែបស្ទីលបងប្អូនហើយបងប្អូនអរគ្នាទីទៅមើលថាតើបទនេះច្រៀងដោយនរណាតារាចម្រៀងមួយណាបាទចេញពីផលិតកម្មមួយណាហើយនិពន្ធដោយនរណាបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នាយើងចូលទៅទាំងអស់គ្នាដើម្បីឲ្យបងប្អូនអរគ្នាបានដឹងថាតើបទចម្រៀងមួយនេះច្រៀងដោយនរណានិពន្ធដោយនរណាតោះទៅមើលវីដេអូទាំងអស់គ្នាហើយនឹងរៀនធ្វើវីដេអូនេះទាំងអស់គ្នាហ្នឹងហើយបងប្អូនអរគ្នាសម្រាប់បទនេះអត់មានច្រៀងដោយនរណាទេតារាចម្រៀងមួយណានៅក្នុងប្រទេសកម្ពុជាយើងទេច្រៀងដោយ Zuno បងប្អូនអរគ្នាពេលដែលឮ Zuno បងប្អូនអរគ្នាអាចវាយតម្លៃថាZuno គេអ្នកចម្រៀងខ្មែរយើងបាទអ្នកចម្រៀងខ្មែរយើងគេឈ្មោះ Sono តាបាទហ្នឹងហើយ Zuno គឺជា AI បងប្អូនអរគ្នានេះ AI ដែលមានឈ្មោះថា Zuno នេះបាទជាអ្នកច្រៀងនៅចម្រៀងនេះបាទតិចខ្ញុំនឹងប្រាប់បងប្អូនតាមជំហានមួយទៀតនរណាជាអ្នកនិពន្ធបាទអ្នកនិពន្ធគឺ ChatGPT បងប្អូននេះ ChatGPT បាទជាអ្នកនិពន្ធចម្រៀងមួយនេះអូខេហើយផលិតកម្មក៏ចេញពី Zuno នេះដែរណាបងប្អូនអរគ្នាហ្នឹងហើយតោះអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅមើលរបៀបនៃការផលិតនៅវីដេអូនេះទាំងអស់គ្នាបងប្អូនមុនដំបូងយើងចូលមក ChatGPT សិនណាដើម្បីឲ្យនិពន្ធចម្រៀងខ្ញុំអត់វាយអីវែងឆ្ងាយទេបងប្អូនវាយពេលដែលចូលមកបងប្អូនបើកឲ្យ ChatGPT និពន្ធឲ្យមកនេះបាទសូមនិពន្ធបទចម្រៀងមួយបទណាបងប្អូនវាយថាសូមនិពន្ធឥឡូវបាច់អីទេខ្ញុំវាយឲ្យបងប្អូនចេះមកសូមបាទនិពន្ធបាទនិពន្ធបាទយើងដាក់តែប៉ុណ្្នឹងក៏បានដែរយើងប៉ុណ្្នឹងមកបញ្ជូនមក AI វាយល់ហើយណានេះអញ្ចឹងចំណងជើងគេដាក់បែកបាក់ស្នេហាឲ្យតែម្ដងណានេះគេនិពន្ធមិន verse 1 verse 2អញ្ចឹងមកវានិពន្ធមកប៉ុន្តែតើតើនឹងការនិពន្ធនេះសូមបងប្អូនមើលអក្ខរាវិរុទ្ធមើលអត្ថន័យយកមកបញ្ចេញបញ្ចូលអីបន្ថែមទៅណាពីព្រោះពេលខ្លះវាអត់ត្រូវនឹងសាច់រឿងឬក៏ពេលខ្លះវាអក្ខរាវិរុទ្ធវាអត់ត្រូវអត្ថន័យវារៀងឆ្គងអញ្ចឹងបងប្អូនអាចមកមើលនៅក្នុងហ្នឹងហើយប៉ុន្តែខ្ញុំចូលទៅយកអាបទដែលខ្ញុំបាននិពន្ធចាស់តែម្ដងនេះខ្ញុំនេះពួកខ្ញុំបញ្ញាប់វីដេអូហ្នឹងខ្ញុំបញ្ញាប់ឲ្យបងប្អូនបញ្ញាប់ឲ្យចប់ណាពួកនេះខ្ញុំបានរៀបចំខ្ញុំបានធ្វើពីមុននេះខ្ញុំឲ្យនិពន្ធចម្រៀងមួយបទដែលសង្សារស្រីយើងរៀបរាប់ឲ្យគេសង្សារស្រីក្បត់ទៅស្រឡាញ់ប្រុសអ្នកមានអញ្ចឹងគេឲ្យនិពន្ធដល់ពេលវានិពន្ធមកវាដាក់ចំណងជើងឲ្យយើងទៀតនេះវាដាក់ថាបែកចិត្តទៅតាមប្រាក់ឃើញទេសដិតហ្នឹងសដិតនេះបែកចិត្តទៅតាមប្រាក់អញ្ចឹងនៅពេលដែលយើង copy បងប្អូន copy ត្រឹមតែ verse នេះមក verse 1 verse 2របស់គេនឹងមកបងប្អូន select អញ្ចឹងហើយយកពាក្យថា select text បន្ទាប់មកបងប្អូនចុចដៃ copy ចេះចុច copy ចេះមកបាទយើងចុច copy សិនមកបាទចុចអញ្ចឹងមកនេះចុចប៉ុណ្ណឹងហើយយើងយកពាក្យថា copy នេះណាហ្នឹងហើយបន្ទាប់មកបងប្អូនចូលមកកាន់ AI ឈ្មោះថា Zuno បាទ Zuno នេះហើយបងប្អូននេះចូលមកឈរលើ home នឹងធម្មតាទៅហើយទាំងអស់នេះសុទ្ធតែជាបទចម្រៀងណានេះសុទ្ធតែជាបទចម្រៀងបងប្អូនពេញចិត្តមួយណាលំនាំមួយណាសាច់ភ្លេងបាទឥឡូវខ្ញុំបាច់វែងឆ្ងាយខ្ញុំយកដោយសារបង្កើតវីដេអូឲ្យបងប្អូនលឿនអញ្ចឹងខ្ញុំយកអាលើគេនេះចុះណាហ្នឹងហើយអាលើគេនេះបងប្អូនស្ដាប់មើលនេះអាលើគេនេះខ្ញុំយកអានឹងចុះតែបើបងប្អូនអាច
បើសិនបើបងប្អូនស្រឡាញ់អាផ្សេងបងប្អូនអាចអូសមើលចេះក៏បានណាអូសមើលមកហើយស្ដាប់មកណានេះបងប្អូនអាចស្ដាប់មកអូខេបទណាដែលបងប្អូនពេញចិត្តណាអញ្ចឹងខ្ញុំយកលើវិញកុំឲ្យវែងឆ្ងាយខ្ញុំយកនេះចុះណាកុំឲ្យវែងឆ្ងាយអញ្ចឹងដើម្បីយើងយកលំនាំនៅបទចម្រៀងមួយនេះប្រុសឬក៏ស្រីជាអ្នកច្រៀងយើងពេញចិត្តណាអញ្ចឹងយើងមើលតាមហ្នឹងទៅខ្ញុំស្រឡាញ់មួយនេះអញ្ចឹងខ្ញុំដើម្បីយកមួយនេះបងប្អូនចុចអាក្រោមគេមានត្រេ3ណាហើយបងប្អូនឃើញពាក្យថា reduce style បាទ reduce style នេះបងប្អូនចុចលើសញ្ញាបូកនឹងមកបាទបន្ទាប់មកបងប្អូននឹងឃើញបទចម្រៀងទាំងអស់ហ្នឹងគេសរសេរនៅក្នុងហ្នឹងណានេះគេច្រៀងហ្នឹងគឺជាបទចម្រៀងដែលគេច្រៀងនឹងហើយណាអញ្ចឹងដើម្បីដាក់ចម្រៀងយើងឲ្យច្រៀងនៅកន្លែងហ្នឹងបងប្អូនត្រូវ select អានេះហើយដើម្បីធ្វើការលុបទាំងអស់មកបាទ select មកឲ្យលុបមកណាហើយបងប្អូនcopy បំបាច់មិញយើង copy ពី ChatGPT មកហើយបងប្អូនចុច paste នៅកន្លែងហ្នឹងមកណានេះវានឹងមកហើយបទយើងណាបន្ទាប់មកបងប្អូនតាក់ទងនឹង model បងប្អូនមិនបាច់យកអីទេយកអាហ្នឹងមកណាយកប៉ុណ្ណឹងមកមានV 3.5 ហ្នឹងមកណាអូខេ MP4 ហើយអញ្ចឹងយើងចុចពាក្យថា create បន្ទាប់ពីហ្នឹងហើយបងប្អូនចុចពាក្យថា create អាខាងលើនេះមិនបាច់ចុចមកចេះអីទេណាបើមកចុចអញ្ចឹងគឺវាមកតែសាច់ភ្លេងអូខេចុចអញ្ចឹងមកបងប្អូនចុចពាក្យថា create ណាបាទចុច create អញ្ចឹងមកណាហើយយើងចាំ template បងប្អូនចាំ template ទៅបាទដោយសារជួនកាលវារលូនទៅបាទយើងចុចជួនកាលរលូនមក template បានចម្រៀងនឹងបង្កើតមកបានភ្លាមប៉ុន្តែពេលខ្លះយូរបងប្អូនណាពេលខ្លះយូរអញ្ចឹងខ្ញុំបេកទៅមើលនៅកន្លែង library សិនបងប្អូននេះឥឡូវនេះមកណានេះបងប្អូននៅចម្រៀងយើងបេកមិញឈរលើ home ចេះអញ្ចឹងបងប្អូនចុចលើ library នៅកន្លែងគេដាក់សញ្ញាដូចសភៅអញ្ចឹងបងប្អូនចុចមកហើយបងប្អូនមកមើលមកចុចចម្រៀងនឹងស្ដាប់មកលើគេហ្នឹងខ្ញុំស្រឡាញ់អូនពីចិនព្រមស្និទ្ធទូបីខ្វះកង្វល់តែដងខ្ញុំស្រឡាញ់អូនពីចិនព្រមស្និទ្ធទូបីខ្វះកង្វល់មិនសូវមានព្រមស្នេហ៍អ្នកបងប្អូនទាំងអស់គ្នាឃើញថាវានិពន្ធមកគឺជាបទខ្មែរយើងហើយច្រៀងច្បាស់ដែរណាអញ្ចឹងបទហ្នឹងវាទៅតាមលំនាំរបស់គេមកណាអញ្ចឹងវាច្រៀងទៅតាមហ្នឹងតាមលំនាំហ្នឹងប៉ុន្តែបទអត្ថន័យតែមួយឯងគ្រាន់តែថាវាច្រៀងប្រែប្រួលទៅតាមហ្នឹងអញ្ចឹងសម្រាប់ការផលិតបទចម្រៀងនេះគឺហើយណាវាបទផលិតម្ដង2បទហ្នឹងហើយយើងចង់យកបទចម្រៀងនេះដើម្បីយកមក edit កាត់តនៅខាងក្រៅបងប្អូនចុច tray 3ហ្នឹងមកណាចុច tray 3ហ្នឹងឃើញពាក្យមួយថា download នេះបងប្អូនចុច download ហ្នឹងវាមានចេញពី upgrade ណាចេញពី upgrade only pro and premium song អញ្ចឹងទៅប៉ុន្តែយើងយកបងប្អូនយកអាក្រោមមក download anyway បាទបើបងប្អូនអត់បង់លុយ download anyway មកណាហើយ save មកបងប្អូនចុច save តែម្ដងមកណាវានឹងចូលទៅកន្លែងចម្រៀងរបស់យើងហើយអូខេចាំមក plate ទៅវាកំពុងវិលបាទវា down ហើយអូខេអញ្ចឹងខ្ញុំទៅមើលកន្លែងចម្រៀងរបស់ខ្ញុំសិនឃើញអត់ណាអូខេនេះចម្រៀងមកនេះបងប្អូននេះបាទខាងលើនេះចម្រៀងបាទអូខេអញ្ចឹងដើម្បីខ្ញុំប្រាប់បងប្អូនតាក់ទងទៅនឹងការធ្វើវីដេអូបងប្អូនអាចប្រើកម្មវិធីមួយណាដែលបងប្អូនប្រើស្រួលបងប្អូនឥឡូវខ្ញុំប្រើ InShot ចុះបាទនេះបងប្អូនប្រើ InShot ខ្ញុំឧទាហរណ៍ជាមួយនឹងចម្រៀងរបស់ខ្ញុំចុះបាទដូចខាងដើមចុះខ្ញុំចុចសញ្ញាបូកមកបាទហើយយើងចុចកន្លែងនេះចុះណានេះបងប្អូនចុចរករូបភាពមកខ្ញុំចុចយកអាហ្នឹងតែម្ដងនេះបទមុនដែលបងប្អូនស្ដាប់នេះបាទខ្ញុំចុចបរិយាវាបន្តិចមកបើសិនជាបទយើងវែងយើងអូសឲ្យវែងមកណា
នេះកន្លែងហ្នឹងនេះបន្ទាប់មកបងប្អូនត្រូវចុចកន្លែងសញ្ញាចម្រៀងនេះចុច add ចម្រៀងយើងណាហើយចុចសញ្ញាបូក music នេះសញ្ញាបូកហ្នឹងហើយបន្ទាប់មកបងប្អូនយក my music បន្ទាប់មកបងប្អូនចូលមកមើលចម្រៀងរបស់យើងបាញ់មិញចូលមកហើយនៅបាទអត់ទាន់ឃើញខ្ញុំមើលសិនបងប្អូនបាទហ្នឹងហើយចម្រៀងវានឹងចូលមកក្នុងហ្នឹងប៉ុន្តែយើងត្រូវ play ត្រូវអីវាសិនណាអញ្ចឹងខ្ញុំយកចម្រៀងមួយនេះចុះណាចម្រៀងដូចតែគ្នាទេចម្រៀងផលិតមកពី AI នឹងដូចគ្នាទេនេះចម្រៀងហ្នឹងបងប្អូនចុចលើហ្នឹងហើយចុច use មកណានេះចុច use អញ្ចឹងមកតបមកបងប្អូននឹងមើលទៅត្រឹមណារូបភាពយើងត្រឹមណាវាផលិតបានត្រឹមហ្នឹងហើយបន្ទាប់ពីកើតហើយណាបន្ទាប់ពីកើតហើយបងប្អូនហ្នឹងហើយយើងចុច tick មកធម្មតាមកណាអូខេខ្ញុំ play សាកមើលអូខេប៉ុណ្្នឹងហើយបាទចុច tick មកបន្ទាប់មកបងប្អូនចុចទៅ export នេះមួយមកណាបាទហើយរើសមករើសទំហំវាមករើសប៉ុណ្្នឹងមកចុច export មកណាវានឹង export ទៅក្រៅហើយបាទវាមានពាណិជ្ជកម្មអីខ្លះហ្នឹងឯងព្រោះកម្មវិធី free បាទយើងប្រើ free បាទឥឡូវវា export ទៅក្រៅហើយអញ្ចឹងនេះបងប្អូនមើលមកបាទនេះវីដេអូបំបញ្ញមិញណាបាទយើងផលិតបានហើយខ្ញុំភ្លេចដាក់ព្រិលឲ្យធ្លាក់ដូចវីដេអូក្បាលដែលខ្ញុំដាក់នេះដូចវីដេអូមួយនេះបាទនេះមានព្រិលធ្លាក់នៅក្នុងកម្មវិធី InShot មិញទេណាវាមានច្រើន effect របស់វាណាអូខេសម្រាប់វីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនចូលចិត្តសូមជួយចុច like និង subscribe ដើម្បីទទួលបាននៅបទទទួលបាននៅវីដេអូថ្មីបន្ថែមពី channel របស់ខ្ញុំអរគុណច្រើនបងប្អូនបាទសូមជម្រាបលាបាទ